សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបានអ្នកនរគ្នាអំពីរបៀបបើកប៊ូតុង call នៅក្នុងអឺ TikTok អញ្ចឹងគឺទៅមើលអ្នកនរគ្នាមួយខ្ញុំដោយអ្នកនរគ្នាចូលទៅក្នុង TikTok ហើយអ្នកនរគ្នាចូលទៅកន្លែងពាក្យ profile ហើយអ្នកនរគ្នាចុចនៅលើសញ្ញាទ្រេ3ហ្នឹងហើយអ្នកនរគ្នាមកមើលខាងក្រោមគេគឺ Setting and Privacy ចុចចូលទៅក្នុងហ្នឹងហើយអ្នកនរគ្នានឹងទៅមើលពាក្យថាNotificationចឹងបន្ទាប់ពីអ្នកនរគ្នាទៅពាក្យ notification អ្នកនរគ្នា scroll មកខាងក្រោមមកហើយអ្នកនរគ្នាទៅលើមួយពាក្យថាកន្លែងគេដាក់ថា message នេះហើយនៅខាងក្រោមនេះគឺvoice call ចឹងនៅក្នុង voice call ហ្នឹងគឺមានកន្លែងហ្នឹងគឺវាបើកឲ្យតែយើងមានមុខងារallo voice call ហ្នឹងគឺយើងអាចតេតាម TikTok បានហើយកន្លែងនេះគឺខាងក្រោមនេះមានន័យថាយើងអត់ឲ្យមានគេអាចតេមកយើងបានទេហើយខាងលើនេះគឺ people ដែលយើង follow បានន័យថាអ្នកដែលយើងចុច follow គឺយើងអាចតេបានហ្នឹងហើយខាងលើនេះគឺ everyone អញ្ចឹង everyone មានន័យថាសឹងតែគ្រប់គ្នាគឺអាចតេបានអញ្ចឹងណាអញ្ចឹងបើអ្នកនរគ្នាត្រូវការឲ្យ allow នៅក្នុងចំណុចថាចង់ឲ្យគេគ្រប់គ្នាអាចតេមកបានយកខាងលើហើយបើសម្រាប់ people ដែលយើង follow បានន័យថាមនុស្សដែលអ្នក follow បានមនុស្សដែលយើងចុចបានចុច follow អ្នកនរគ្នាយកអាទី2ហើយបើអត់ត្រូវការឲ្យមានណាគេតេមកទេយកខាងក្រោមអញ្ចឹងខ្ញុំបើក everyone ហើយខ្ញុំចេញមកវិញមកហើយចេញមកទៀតអញ្ចឹងពេលអ្នកនរគ្នាចេញមកវិញអ្នកនរគ្នាទៅមើលកន្លែងពាក្យថា inbox ចឹងនៅកន្លែងពាក្យ inbox នេះគឺអ្នកនរគ្នាចុចចូលទៅក្នុងហ្នឹងគឺអ្នកនរគ្នាទៅមើលfriend ណាម្នាក់ដែលអ្នកទាំងអស់គ្នាធ្លាប់ follow ឬក៏គេ follow របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចុចមេដៃទៅបានថាពេលអ្នកទាំងអស់គ្នាបើកនៅលើ play ហ្នឹងបានន័យថាវាអត់ទាន់ load ប៊ូតុង call ឲ្យយើងទេតើអ្នកទាំងអស់គ្នាចុចមេដៃទៅមួយចុចសញ្ញាមេដៃទៅមួយហើយអ្នកទាំងអស់គ្នាចេញមកវិញមកចាំចុចចូលទៅពេលអ្នកទាំងអស់គ្នាម្ដងទៀតទៅវានឹង load ប៊ូតុង call ហើយអ្នកទាំងអស់គ្នាអាច call ទៅគេបានអញ្ចឹងហ្នឹងហើយអញ្ចឹងនេះគឺជារបៀបបើកប៊ូតុង call នៅលើTikTok អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើជួយកុំភ្លេចចុច like comment subscribe ផងហើយបើមានอะไรណាក៏ share ក៏សូមអ្នកនរគ្នាចែកចាយផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ